ឯកឧត្តមរដ្ឋមន្ត្រីថោចេថាអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹកនិងឧតុនិយមធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្ដាលក្រុមហ៊ុនវេសាឡាក្នុងទីក្រុង Helsinki ប្រទេសហ្វាំងឡង់ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វាំងឡង់នាព្រឹកថ្ងៃអង្គារ14កើតខែទុតិយាសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី28ខែកក្កដាឆ្នាំ2026នេះឯកឧត្តមថោចេថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្ដាលក្រុមហ៊ុនវេសាឡាក្នុងទីក្រុង Helsinki ឯកឧត្តមរដ្ឋមន្ត្រីនិងគណៈប្រតិភូបានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Panu Partanen អនុប្រធានក្រុមហ៊ុនវេសាឡាទទួលបន្ទុកផ្នែកអាកាសធាតុធម្មពលនិងបរិស្ថានដើម្បីស្វែងយល់ពីបច្ចេកវិទ្យានិងបទពិសោធន៍ក្នុងការផលិតប្រព័ន្ធរ៉ាដានិងធ្វើទស្សនកិច្ចនៅរោងចក្រដំឡើងឧបករណ៍ជលសាស្ត្រឧតុនិយមនិងរ៉ាដារបស់ក្រុមហ៊ុនឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនថ្នាក់ដឹកនាំក្រុមហ៊ុនវេសាឡាពីការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើទំនើបកម្មសេវាឧតុនិយមនិងជលសាស្ត្ររបស់ខ្លួនដើម្បីពង្រឹងការព្យាករណ៍អាកាសធាតុការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយការគ្រប់គ្រងធនធានទឹកនិងភាពធន់នៃអាកាសធាតុឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាដំណើរទស្សនកិច្ចនាពេលនេះផ្ដល់នូវឱកាសដ៏ល្អមួយដើម្បីស្វែងយល់កាន់តែច្បាស់អំពីបច្ចេកវិទ្យារបស់ក្រុមហ៊ុនវេសាឡាស្តង់ដារផលិតកម្មការធានាគុណភាពនិងការគាំទ្រប្រតិបត្តិការរយៈពេលវែងជាពិសេសការរៀនសូត្រពីបទពិសោធន៍អន្តរជាតិនិងរបៀបដែលបច្ចេកវិទ្យារបស់ក្រុមហ៊ុនអាចរួមចំណែកដល់ការពង្រឹងសេវាឧតុនិយមជាតិឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ក៏ដូចជាលើកទឹកចិត្តដល់ក្រុមហ៊ុនចូលរួមក្នុងគំនិតផ្ដួចផ្ដើមអភិវឌ្ឍនាពេលខាងមុខតាមរយៈដំណើរការផ្គត់ផ្គង់ដែលមានតម្លាភាពនិងប្រកួតប្រជែងហើយដែលនឹងរួមបញ្ចូលផងដែរនូវការចែករំលែកចំណេះដឹងការផ្ទេរបច្ចេកវិទ្យាការកសាងសមត្ថភាពនិងការគាំទ្របច្ចេកទេសរយៈពេលវែងដែលមានសារៈសំខាន់សម្រាប់ការពង្រឹងសមត្ថភាពស្ថាប័នរបស់ប្រទេសកម្ពុជានិងធានាបាននូវនិរន្តរភាពនៃការវិនិយោគសូមបញ្ជាក់ថាក្រុមហ៊ុនវេសាឡាបានបង្កើតឡើងក្នុងឆ្នាំ1936មានបុគ្គលិកសរុបជាង1900នាក់និងមានការិយាល័យជាង30នៅជុំវិញពិភពលោកនៅប្រទេសកម្ពុជាក្រុមហ៊ុនបានដំឡើង Doppler Radar កម្រិត X-band ដោយជោគជ័យនៅអាកាសយានដ្ឋានអន្តរជាតិតេជោដែលគាំទ្រដល់សេវាកម្មអាកាសចរណ៍